คือนี่คือสกาสัตว์แต่ของคนแบบเนี่ยเราจูบสบกสัตว์มวยของบนรอบไปเคยสบกในเรือดำเชอแต่นี้เราต้องรอนเชอเราซ้อมมวยในของบนอันนี้เขาตะไคร้ตะฮัดนะว่าไอ้ตุ้มไปมันช่างยังของบนอย่างเงี้ยโอ้นี่ก็ด่าแตะของผมเลยว่ะนี่อันนี้ใส่บอกเกก็ด่าอะไรนั่งเตยอันนี้เสดียงสลักชาของผมน่ะนี่ได้จูบของน้องเปรย์นี่กาเปรย์สะอาดของผมสุดท้ายมาปวดออกគ្នាបន្តពីបែកគ្នាមួយរយៈបាទសុខសប្បាយដែរអត់ចឹងណាអ្នកនរគ្នាបាទសម្រាប់រដូវបិណ្ឌប្រជុំយើងនេះបងប្អូនបានប្រមាណវត្តដែរបាទសម្រាប់ខ្ញុំនេះទើបតែបាន2វត្តនៅឡើយបងប្អូនអើយបាទដោយសារតែរវល់ពេកបងប្អូនអើយបាទអត់ចឹងអត់សូវបានចេញវីដេអូចែកជូនបងប្អូនទស្សនាឲ្យបានញឹកញាប់អីចឹងទៅណាហ្នឹងអ្នកនរគ្នាសម្រាប់សកម្មភាពនេះយើងក៏បានដើរចូលទៅក្នុងព្រៃដើម្បីទៅស្វែងរកបាទខ្យងសមុទ្របាទដូចរដងចឹងទៅហើយក៏ដូចជាបន្លែព្រៃបន្លែបែបសមុទ្រដូចរដងចឹងទៅដើម្បីយកមកធ្វើម្ហូបភ្លាមហូបនៅក្នុងព្រៃនឹងតែម្ដងបាទហើយសម្រាប់ថ្ងៃនេះគឺក្តៅមែនតើបងប្អូនអើយបាទនៅខាងសមុទ្រយើងនេះបាទរដងភ្លៀងបងប្អូនណាភ្លៀងសឹងថារងថ្ងៃសម្រាប់ឡើងចង់មានហើយឧទាហរណ៍មួយអាទិត្យអីភ្លៀងសឹងឲ្យ7ថ្ងៃជាប់គ្នាហ្មងតែថ្ងៃនេះគឺថាក្តៅខុសធម្មតាអញ្ចឹងណាបាទតែនៅខាងសមុទ្រណាបងប្អូនបើសិនជាក្តៅខ្លាំងអញ្ចឹងហើយបាទដឹងតែល្ងាចរសៀលតិចដឹងតែធ្លាក់ភ្លៀងមកខ្លាំងហ្មងហ្នឹងហើយបងប្អូនទាំងអស់គ្នាសម្រាប់ទីតាំងថ្ងៃនេះយើងដើរចូលទៅក្នុងព្រៃហ្នឹងគឺរៀងឆ្ងាយដែរទៅដល់ទីតាំងកន្លែងដែលយើងត្រូវសម្រាកអញ្ចឹងណាបងប្អូនធ្លាប់តែឃើញខ្ញុំហ្នឹងដើរចូលទៅក្នុងព្រៃកោងកាងអីចឹងទៅដើម្បីធ្វើសកម្មភាពវីដេអូអញ្ចឹងទៅណាបាទតែថ្ងៃនេះយើងដើរមកព្រៃស្មាច់វិញម្ដងបាទដែលជាប្រភេទព្រៃនៅលើបាទដែលទឹកសមុទ្រអីគឺកម្រហូរមកដល់វាណាបងប្អូនអើយអានេះតំបន់នេះគេហៅថាព្រៃបោះព្រៃលើអញ្ចឹងណាក៏ប៉ុន្តែព្រៃតំបន់នេះគឺបងប្អូនគួរតែប្រុងប្រយ័ត្នដែរដោយសារតែព្រៃតំបន់លើនេះគឺសម្បូរទៅដោយសត្វអាសេរពើផ្សេងគឺច្រើនបងប្អូនបាទវាមិនច្រើនណាស់ទេបងប្អូនតែគ្រាន់ថាយើងគួរតែប្រុងប្រយ័ត្នទៅដោយសារតែព្រៃតំបន់នេះគឺព្រៃសត្វអាសេរពើវាចូលចិត្តនៅអញ្ចឹងណាបើសិនតំបន់ព្រៃកោងកាងគឺកម្របងប្អូនកម្រមានសត្វពស់សត្វអីដែលវារស់នៅកន្លែងហ្នឹងណាភាគច្រើនគឺវានៅលើដើមឈើអញ្ចឹងទៅបាទសម្រាប់ព្រៃបោះនេះគឺគ្រប់ប្រភេទបងប្អូនណាបាទគឺវាចូលចិត្តនៅមែនតើហ្នឹងហើយអ្នកទាំងអស់គ្នាបាទចំពោះសកម្មភាពយើងឥឡូវនេះបានមកដល់ទីតាំងកន្លែងដែលយើងត្រូវបោះជំរំបាទសម្រាប់អីបាទនិយាយពីថាបោះជំរំជាងហ្មងទៅបងប្អូនអើយអញ្ចឹងថ្ងៃនេះយើងបានយកកៅអីក៏ដូចជាតុបាទបែបចល័តបាទយកមកជាមួយដែរអញ្ចឹងគឺថាងាយស្រួលមួយយ៉ាងបងប្អូនអើយយើងមកកាលមុនអីគឺយើងត្រូវរៀបឈើរៀបអីបាទតម្រូវឲ្យបានហូបបាយរកម្ហូបរាប់អីហ្នឹងគឺវារៀងយូរដែរតែបើសិនជាយើងបានតុកនេះមួយនេះគឺវាងាយស្រួលណាបាទយើងរៀបចំផ្លឹបហ្នឹងទៅគឺឆាប់បានហើយអញ្ចឹងទៅបាទចឹងគឺងាយស្រួលមែនតើអត់សូវចុកចកេះចុកខ្នងចុកឆ្អឹងចុកឆ្អែងអីម៉ានទេគាត់យើងទាញមកបាទរៀបចំផ្លឹបហ្នឹងទៅគឺថារួចបាទមកពេលដែរបាទតែគាត់ថាមិនងាយស្រួលទេអ្នកនរគ្នាបាទគឺធ្ងន់ដែរហ្នឹងយើងយកមកពីផ្ទះហ្នឹងគឺស្ពាយបាទកាបូបផងបាទស្ពាយតុកកៅអីនេះផងទឹកផងធុងផងនិយាយទៅបងប្អូនកតាបខ្ញុំមួយនេះគឺ15គីឡូបាទ15គីឡូហើយបូកជាមួយនឹងធុងប្រហែលខ្ទង់7 8គីឡូទៀតបាទគឺមិនស្រាលទេតែគាត់ថាវាគ្រាន់ដែរបងប្អូនមកគ្រាន់យើងបានហាត់ប្រាណខ្លះដែរហ្នឹងហើយអ្នកទាំងអស់គ្នាឥឡូវនេះយើងរៀបចំហើយបានយើងសម្រាប់នៅកន្លែងនេះរួចហើយនេះជាមួយបាយបានរបស់យើងអត់មានអីច្រើនទេមានតែឆ្នាំងចានបាទកាតូបាយហើយនឹងទឹករបស់យើងដើម្បីយកមកលាងក្តាមលាងខ្យងក្នុងព្រៃហ្នឹងទៅបាទតែប៉ុណ្្នេះទេអត់មានអីច្រើនទេហើយរួចហើយយើងបង្កាត់ភ្លើងហើយគឺយើងអាចធ្វើម្ហូបបានហើយមេឃថ្ងៃក្តៅមែនតើអ្នកទាំងអស់គ្នាអូយក្តៅឡើងបែកញើសស្រួលហ្មងអ្នកទាំងអស់គ្នាគឺខ្ញុំបែកញើសដឹងហើយនេះដើរមកតាមផ្លូវគឺមិនចិត្តបានទេរៀងឆ្ងាយដែរចំណាយពេលខ្ទង់ចូលកន្លះម៉ោងដែរតម្រូវឲ្យយើងដើរមកដល់ទីតាំងនេះបាទនេះសុទ្ធតែដើមស្មាច់ធំហ្មងបងប្អូនអើយសុទ្ធដើមស្មាច់ហ្មងហើយនេះគឺជាបរិវេណកន្លែងដែលយើងមកសម្រាប់នៅកន្លែងហ្នឹងអញ្ចឹងណាបាទអញ្ចឹងបងប្អូនណាដែលមិនទាន់បានស្គាល់ដើមឈើអីអញ្ចឹងខ្ញុំសូមណែនាំឲ្យបងប្អូនស្គាល់ដើមឈើមួយអញ្ចឹងទៅនេះអីបងប្អូននេះគេហៅដើមស្មាច់ណានោះខ្ពស់មែនតើឡងកលិតលោងហ្មងបាទដើមស្មាច់នេះហើយនេះបងប្អូនសបករបស់វាគឺងាយឆេះបងប្អូនយកទៅបង្កាត់ភ្លើងក៏បានដែរហើយយើងយកទៅប្រក់ខ្
เตะเปราะโตมไอ้บ้านต่างอ้อฮะแต่ก่อนถ้าบ่ยังอยู่แต่เปราะเตะคืออุ้ยมันไอ้คือมันคือโดยทางไปชับแช่ของบอลจังอัดล้อเตะอยู่แต่เปราะเตะเขาแต่เบอร์การปีมุนกี่อยู่แต่เปราะแมนนะบ้านนี้สมบัติสมัยทอมมันเต้นนอเลือดดำมาเวียคือจุนการอาจมีสมบัติเซกะบ่าอาจมีสมบัติเซกแบบสันเชียกับไรนั่งมีเซกทั่วสมบัติก็ยังเตอพิจารณาของโปรดำสมัยนี้พิจารณาเซกเวียจุดจะทั่วสมบัตินอเลือดดำเวียนหนังโดยซาแต่ดำมาเวียทอมให้ปัวบ่านี่คือสลักกับบ้าของโปรดมาสลักดำกับบ้าnhưng mà đừng tham bóng bồn nơi khang khai đại ọt job sắm một score được ọt tế tại đầm bảo phết ní ha kể cho tới thua từ cái bông bóng bồn ôi chăng anh nha chân rồi đời bần chôm bồn tiền bồn ấy năng cứ cha cha nó khang sọc nhóm còn chắp đầm non kia ở một kia ấy tổ cặp đầm ní giờ tới đột giờ siêu mà viết giờ thua từ cái bông và chân cứ thà chăng anh đi chuyện với chăng anh mình tên cái này đầm về chăng chân bóng bồn này mình toàn ăn score ai mơ phát la bàn hay ní cứ bắt đầu ăn đa cũng bồn bắt đầu ăn đa chân để tao khi còn ở đấy anh đi cao nhưng nó tích tôi ấy play bao nhiêu mul đó tích tôi dừng vô từ banh còn plua ha đôi playกับ play จังนั้นแต่ละบอลพนมก็โย play play บanhแต่ละข้างละบอลสมมติยามนี้คือโย play ดาวดักจังเตออันนี้ดำสมัยใจเวียนล้มว่าล้มอู้ชมมาปนโอ้นี่cái đạnแตะของปนเอ้ยบ่านี่đừngนะcái đạnแตะấy đừngแตะนี่แตะซัดนะอันนี้ใส่บอเก้cái đạn lên năng từ chẳng sắt nát đờ mò ấy cứ tệ ai đừng nói cái tên mà đạn nào cái này tệ này tệ chai vui và hay chỉ còn đại vui chẳng cua na tại chui này áp về sắt play nó khi ông pôn mình cua na bằng play tê vàสมบัติทอมจิตบอกยังไงคือยังไอเตะตีนnhiềuเตะchoมาบ้านใช่ไหมได้มันอีกช่องมัดวียังงอเป็นนังมองไปนี่สับเด็ดไปดับบอลสโบช่างมัดวีใหญ่แต่เดี๋ยวซาแต่กลายนี่เวกดาวเป้ก็โดยถาดำสมัยเวียล้มไปเต้าเวียโดยถาเวียอัดมีนลบไปเต้าเวียงอไปบอกช่างมัดวีว่าโดยเดิมนี่โดยกระเดียวจังบอลนี่โดยกระเดียวบอลโอนนะคลาดทรอปสกอร์กระเดียวจังเนี่ยได้กอดเนื้อตามดับบอลซอกไส้กอดสกอร์เลยว่ากระเดียวนี่ยังกัดเวียมั้งยกหมกเฟอร์จีกระเดียวจะรถเท้าอ่ะแต่นี่เวียแมนอะไรกันนะเต้าจีกระเดียวเป๊กไอ้บาเวียโดยถาอัดโย่ปั้นนี่อัดอาเลยแต่ถ้าเวียก่อนถ้าเวียสุดเดียงนั่งกระเดียวจังบอลโอเดนเอาข้างดับบอลแค่มาจนนู้นเอาข้างไปข้างเกิดยมเอาข้างไล่จ่อยมเอากองจ่อบันเอาข้างบอลโอนจุดจัดปลาคว้าวะจุดเท้าแต่บัข้างซอกยมเอาเลยซอกยมนิยมมันเต้นคือโยกระเดียวนึงมองจังอ่อยแต่ดอลแค่โดยถาเท้าเพิ่มเท้าเอ้ยเท้าเพิ่มมันก็ดอลเท้าตุ่มเอ้ยยังคือจ้าbà pro ấy cứ quạt trôi spray tàu đào cặp cả điêu đầm bay dột một oi bọc pon con quạt nắng thưa chỉ cả điêu cho sầu bà chân cứ mà giang này đó cái này tay bờ bom pon này nơi khang là bon khai xe nhưng mà đằng ấy mình đằng tha quạt người dùng pra ấy khai hay tay bờ tam nhung đằng cái chú chất pra cả ngao cả ngốc quá khoa quá bà cái chất pra đang bay vô từ cho sầu đối diện đó thì bông từ khơi chân bà cứ tiếp hiệpสะอาดได้นะบางคนให้ดับบอลนี้บางคนเมียนจุกไปยมดามันจูบดานบ่าวเวียจูบสะบกบ่าวเวียปองได้โอ้ยอย่างนี้มันแต่ในบางคนnàyยังเหี่ยวใบได้ต่อแล้วนี่ยังจับดามแต่รกช่องแต่ออกนี่ต่อบนออกนี่ก็มันคาดไปจานยังแต่รกช่องมันเวียแต่มาดองจังนี่เพลาบ่ยังดาเตอคือตึกเวียมาโจนได้เปรย์ก็บางคนจังยังก็เพื่อเชื่อดับใบยังฉลองได้เชื่อแต่กันถ้าเล็กๆหน่อยก็แล้วนี่บัดได้จึงดาวสูบบนบนไปจนจวนเชื่อข้อไอ้เถอะตึกจุยไปจังเถอะ
វាថ្មីមក ផ្លែរហាត់នៅសល់មួយនេះបងប្អូនអានេះគេហៅថាផ្លែរហាត់ណាអូនេះទុំផ្អែមឆ្ងាញ់ណាបងប្អូនឃើញទេទូអញ្ចឹងណាអាពេលដែលវាផ្លែគឺទុំលងរឹងដើមពីពេញដើមមកហូបមួយសិនផ្អែមនៅសល់តែមួយកត់បងប្អូនប្រហែលជាសัตว์អីហូបអស់ហើយសัตว์អីស៊ីអស់ហើយនេះផ្លែនេះក៏យើងអាចហូបបានដែរនៅក្នុងព្រៃខ្ញុំផ្លេចឈ្មោះឲ្យបាត់ហើយគាត់ថាខ្ញុំហូបរហូតដល់ពេលចូលព្រៃម្ដងអញ្ចឹងទៅមកឃើញទេផ្លែវាទុំនិយាយទៅវាទុំខ្មៅដូចព្រីងអញ្ចឹងឃើញអត់យើងបេះមកអីយ៉ាធ្លាក់ចាំយកបេះមួយទៀតអញ្ចឹងបើបងប្អូនមិនជឿខ្ញុំហូបឲ្យមើលនេះបីក្របចេះមកហូបបានមានទៀតខ្ញុំប្រាប់ល្បិចដើរព្រៃតិចបើសិនជាបងប្អូនដើរចូលព្រៃហេវបាយពេកចង់ហូបផ្លែឈើព្រៃតែអត់ដឹងថាផ្លែឈើណាយើងអាចហូបបានណាអញ្ចឹងយើងដើរមើលផ្លែឈើណាដើមឈើណាដែលមានសัตว์ចាបអីចឹកស៊ីអញ្ចឹងមានថាសัตว์វាចឹកស៊ីវាស៊ីបានអត់ពុលអញ្ចឹងយើងហូបក៏អត់ពុលដែរអញ្ចឹងបងប្អូនដែលដើរព្រៃអីគួរតែមើលចំណុចហ្នឹងគឺនេះគឺសកាសัตว์ដែរបងប្អូនបាទឃើញអត់វ៉ាវធំមែនតើបងប្អូននេះធំមែនតើបាទអញ្ចឹងខ្ញុំមិនប្រាប់ថាសัตว์អីទេបងប្អូនដោយសារតែក្នុងព្រៃគេឲ្យនិយាយប្រទេសផ្ដាស់ហើយណាឃើញទេធំណាវ៉ាវចឹងអ្នកនរនេះប្រកាសជាស្គាល់ហើយមិញបើចាំខ្ញុំប្រាប់ត្រង់ណាដោយសារតែនៅក្នុងព្រៃគេឲ្យនិយាយប្រទេសផ្ដាស់ហើយអញ្ចឹងមិញគឺកំណកបងប្អូនកំណកសัตว์បាទកំណកសัตว์ចឹងការរកខ្យាមអត់វាបងប្អូនគួរតែប្រុងប្រយ័ត្នទាំងអស់គ្នាដោយសារតែខ្យាមអត់វាវាចូលចិត្តនៅតំបន់ព្រៃលើអញ្ចឹងហើយអាសត្វហ្នឹងក៏វាចូលចិត្តនៅតំបន់ព្រៃលើអញ្ចឹងដែរអញ្ចឹងគួរតែប្រយ័ត្នទាំងអស់គ្នានេះតែដើមស្មាច់ផ្លូវកន្លែងយើងរកខ្យាមអត់វារកអីនេះចឹងយើងរកខ្យាមអត់វារួចហើយបានប៉ុណ្ណេះឥឡូវនេះយើងទៅរកបន្លែវិញម្ដងបាទអញ្ចឹងបន្លែថ្ងៃនេះយើងបេះស្នាញបងប្អូនបេះស្នាញទៅស្លបងប្អូនណាខ្លះធ្លាប់ស្គាល់បន្លែស្នាញគឺឆ្ងាញ់មែនតើនិយាយទៅបន្លែស្នាញគឺស្តៀងនឹងប្រង់អញ្ចឹងបងប្អូនតែមិនដឹងមានអត់ទេបងប្អូនអើយស្នាញចាំមើលទៅមើលសិនបើមានចាំស្លស្នាញបើសិនជាអត់ស្នាញទេមានតែស្លបន្លែផ្សេងទៀតនេះបានប៉ុណ្នេះដែរបើសិនជាមានបន្លែមានអីមកបងប្អូនប៉ុណ្នេះមិនមែនតិចទេណាច្រើនយើងអាចហូបបានមួយពេលយើងដំយកសាច់របស់វាស្លហូបបានមួយពេលហ្មងចង់វិញនេះអានេះយើងស្លអីក៏ត្រូវដែរខ្ញុំមិនវិញនេះសម្លប្រង់សម្លពឹងសម្លស្នាញសម្លអីក៏ត្រូវបងប្អូនមានបន្លែអីគឺត្រូវទាំងអស់ខ្ញុំមិនវិញនេះឥឡូវនេះយើងកំពុងតែដើរទៅរកបន្លែសិនរកបន្លែស្នាញចឹងមានបន្លែស្នាញចាំយើងយកទៅស្លធ្វើម្ហូបរួមគ្នាជាមួយនឹងខ្ញុំអត់វិញទាំងអស់គ្នាចឹងផ្លូវដែលយើងដើរទៅអានេះស្លឹកអីគេបងប្អូនអានេះស្តៀងស្លឹកកញ្ឆាបងប្អូនណានេះដើរជួបក្នុងព្រៃនេះផ្លែវាបងប្អូនស្តៀងនឹងផ្លែកញ្ឆាបងប្អូនទាំងអស់គ្នាចឹងបងប្អូនណាដែលស្គាល់ជួយខមមិននៅក្នុងវីដេអូនេះផងហើយខ្ញុំដើរជួបដល់ចៃដល់ណាឃើញស្លឹករបស់វាចេះ
បងប្អូនអរគ្នាដើររកបន្លែស្នាញ់ឥឡូវមកជួបសម្បុកមរោមបងប្អូនស្គាល់មរោមហ៎ចាំមើលខ្ញុំតិចឲ្យមើលអត់ឃើញសម្បុកទេបងប្អូនតែគាត់ថាលឺសលេងវាស្រែកយើងសលេងវានេះគ្នាញ៉ាំលឺបងលឺហ៎នោះសលេងវាចឹងក្នុងរុនឈើហ្នឹងក្នុងរុនឈើហ្នឹងបងប្អូនលឺសលេងវាបងប្អូនស្ដាប់លឺអត់ជិលយកវាបងប្អូនបើយកវាយើងដោយសារតែល្ងាចហើយយើងដើររកបន្លែស្នាញ់តែរត់បានបងប្អូនអើយរកបន្លែស្នាញ់ដើរឡើងចង់ដាច់សង្វែងហើយដើរកាត់វាលមួយចូលវាលមួយកាត់វាលមួយចូលវាលមួយនៅតែមិនឃើញនៅតែមិនមានបន្លែស្នាញ់ដោយសារតែរត់ដងយើងមកបេះរត់ដងយើងរកបានទេបងប្អូនតែដោយសារតែវារឿងចាស់វាចាស់ពេកហ៎តែអញ្ចឹងយើងអត់ដឹងអាចាស់យើងអាចស្លាប់បានហើយយើងស្លាប់បានតែខ្ចីឯងដោយសារតែមេឃវាក្តៅពេកអញ្ចឹងវាចាស់មុនហើយនេះឥឡូវជួបសបុកសัตว์មួយបងប្អូនសបុកសัตว์រត់ដងយើងធ្លាប់តែឃើញសបុកនៅលើដើមឈើតែនេះនៅក្នុងរុនឈើឃើញអត់មិនដឹងថាសបុកសัตว์សេកឬមួយក៏សัตว์អីទេព្រោះថាសេក៏វាមានសបុកនៅក្នុងរុនឈើដែរបាទហើយអាសัตว์កាសេះក៏សបុកក្នុងរុនឈើដែរនោះរុនវាហើយដើមឈើខ្ពស់មែនតើបងប្អូនអានេះដើមស្មាច់នោះសបុកវាឲ្យចាំមើលនោះរុនវានៅខាងលើឃើញទេមិនព្រីកឲ្យមើលនោះរុនវានៅចុងហើយនៅចុងមួយទៀតនៅខាងលើមួយទៀតនោះគេខាងនេះឃើញទេបាទគេខាងនេះអញ្ចឹងសัตว์វានៅក្នុងរុនឈើខ្ញុំសុំសើវាហើយដែលវាអាចដាប់ឈើបានណាមិនដឹងចំពោះអស់លោកនឹងខ្លាំងកម្រិតណាទេបាទចំពោះវានឹងមិនរឹងអីម៉ាណាក៏ប៉ុន្តែដាប់ឈើធ្លុះហ្នឹងបងប្អូនបាទឃើញហ្នឹងអាសัตว์កសេះអាសัตว์នេះដាប់ឈើមិនដឹងថាសបុកសัตว์សេឬសัตว์អីបងប្អូននេះមិនសូវដឹងទេបាទព្រោះថាសេឃើញនឹងសัตว์កសេះវាស្ថិតនៅក្នុងរុនឈើដូចគ្នាបាទកុំនិយាយច្រើនបងប្អូនឥឡូវនេះយើងទៅរកបន្លែយើងធ្វើម្ហូបវិញព្រោះថាឃ្លានមែនតើណាហេវមែនតើណាសតតែសបុកសัตว์បងប្អូនសរុនឈើហ្មងឃើញទេពេញហ្នឹងហ្មងឃើញអត់ហើយដើមឈើធម្មជាតិអត់ទេសបុកសัตว์ហ្នឹងហើយបើសិនជាយើងបន្លំគឺកូនវាហ្នឹងហ្មងដូចជាកូនសេកឬក៏កូនអាសត្វកសេះគេហ្នឹងនេះផ្កាព្រៃស្អាតណាបងប្អូនឃើញអត់យកទៅតាំងលម្អផ្ទះឲ្យស្អាតណាមើលឃើញទេតើមកមើលផ្ទាល់មិនដឹងថាវាស្អាតកម្រិតណាអានេះវាដូចថាស្លឹករបស់វាក៏ស្អាតហើយផ្ការបស់វាក៏ស្អាតដែរណាឃើញទេស្អាតមែនតើអានេះបានគេហៅថាផ្កាព្រៃដូចចម្រៀងគេច្រៀងអញ្ចឹងណាបុប្ផាផ្កាព្រៃក្នុងព្រៃសបោផ្កាថាស្អាតដល់ឡើងព្រាដល់តពាំងហើយតន់ជួបបន្លែមួយផងរកបន្លែប្រង់វិញបងប្អូនអើយតោះស្លាប់បន្លែប្រង់វិញដោយសារតែស្នាញយើងរកឡើងមានហើយស្នាញវាចាស់ពេកយើងឆ្លត់កាត់ហើយដើមវាមានតែវាចាស់ពេកអូទឹកចង់នេះវិញហើយទឹកចូលមិញតើបានធ្វើស្ពាននេះមួយទៅគាត់ទៅឆ្លងការពីខ្លាចទឹកវាលិចចឹងណាពូនេះខ្យល់មកវានេះគេទូយ៉ាយោអូល្ងាចល្មមរកបន្លែបានហើយធ្វើម៉េចទេបងប្អូនអត់ដឹងធ្វើម៉េចទេនេះមើលមិនដឹងថាស្លមួយអីឥឡូវនេះរកបន្លែក៏អត់មានហើយមេឃក៏ល្ងាចទៀតគិតបែបម៉េចបងប្អូនទាំងអស់គ្នាដើររកឡើងនេះហើយអធិស្ឋានបងប្អូនផងដែរដោយសារតែនៅតំបន់នេះវាអត់សូវសម្បូរដូចនៅតំបន់ផ្សេងណានៅនេះផ្លែពីអីក៏មានដែរបាទមានតែខ្យល់មកពីតែប៉ុណ្្នឹងឯងហើយបន្លែស្នាញ់ក៏មានដែរក៏ប៉ុន្តែយើងដើររកមិញវាចាស់បងប្អូនចាស់យើងអាចយកស្លោបានទេតោះបងប្អូនយើងយកខ្យល់មកវាយើងយកទៅធ្វើសិនចាំមើលគិតទៀតរឿងបន្លែយើងចាំគិតទៀតតោះ
chấm rơi bên tay này không buồn đọc cái này ơi rồi bật lại là chấm rơi nè rồi bên tay ngao trong mặt bị nó đạm vào bị chen tâm một tay ấy hộp món từ để sao từ tối chứ đó này đó cái này là bông những man thầm miên nó đập về mò ăn miên này mò tao bị man ấy chảo hay mò lực muốn khơi mà còn nô sao nó nghe ở đây mấy cò làm như đây chân chăm từ tụt na bị ô hộp sầm lo như đó cái này ok nó ngay bằng bồn đó cái này ở đây đi sầm lo dương chợ này bằng bồn bà chẳng mà bồn khinh tức mát màu chẳng cả bật nhâm thêm cả pi bằng bồn chẳng việc màu chẳng này bà chẳng ở lưu chiết ngay mình tên bồn nhâm phụ mình hay tạo lại những thứ hôm đó cái này phải nhập tên là sao để dọc đề tao bằng bồn là đây hộp bài chỉ mới nhâm đó cái này ở đây đi bên đây dọc đề bằng bồn này còn bậc căn á bà để sao để pe về liệp bao nhiêu riêng khai đề nam môi du để sao là những rô bờ lai bằng bồn rô bờ lai bằng bàn nè năng ai buồn đau cái nàyแล้วนี่วิดีโอរបស់យើងនេះមានតែប៉ុណ្្នឹងទេណាបាទហើយចំពោះការហូបខ្យងមាត់វាយើងស្លោទៅទេចេះគឺឆ្ងាញ់មួយយ៉ាងបងប្អូនឆ្ងាញ់មួយយ៉ាងយើងដាក់ដូចជារ៉ូឌីម្ទេសខ្ទឹមបាទតែប៉ុណ្្នឹងឯងហើយហូបទៅគឺមានជាតិឆ្ងាញ់បាទឆ្ងាញ់ដូចគ្នាខ្យងមាត់វានេះបើទោះបីយើងអត់ដាក់គ្រឿងអីដោយក៏វាសាច់របស់វាណាមានជាតិដែរបាទនៅបងប្អូនបាទអរគុណចំពោះការទស្សនាវីដេអូនេះពីដើមរហូតដល់ចប់ហើយក៏អធិស្ឋានបងប្អូននៅtrongវីដេអូនេះដែរដោយសារតែរកបន្លែអត់បានដូច្នេះមានតែស្លងាវភក់ស្ងោងាវស្ងោខ្យងអត់វាហ្នឹងទៅទេតែម្ដងទៅបាទនៅអ្នកទាំងអស់គ្នាបាទអរគុណចាំជួបគ្នានៅវីដេអូក្រោយបន្តទៀតបងប្អូនហើយវីដេអូក្រោយៗអីខ្ញុំនឹងខំផលិតឲ្យមានបន្លែមានគ្រឿងក្រៅឲ្យគ្រប់គ្រាន់អីចឹងណាកុំឲ្យដូចថ្ងៃនេះទៀតបាទបាយបាយអរគុណបងប្អូន